ថាសូលអោតហើយបងទាំងអស់គ្នាដូចឃើញអញ្ចឹងណាគឺភ្ញៀវគាត់ចូលនៅពេញអស់ហើយជំរាបសួរបងទាំងអស់គ្នាថ្ងៃនេះខ្ញុំឈរនៅមុខប្រភេទផ្ទះវិឡាកូនខ្នាតធំដែលហៅថា Spring Villa ក្នុងគម្រោងវិឡាផារបស់យើងហ្នឹងណាខ្ញុំចង់ជំរាបជូនបងថាសូលអោតហើយបងទាំងអស់គ្នាដូចឃើញអញ្ចឹងណាគឺភ្ញៀវគាត់ចូលនៅពេញអស់ហើយជួរនេះហើយប៉ុន្តែបងដែលគាត់ចាប់អារម្មណ៍ដែលគាត់កំពុងតែសម្រេចចិត្តក្នុងការទិញយើងនៅសល់តែ5ផ្ទះចុងក្រោយបងទាំងអស់គ្នានៅក្នុងប្លុកថ្មីអញ្ចឹងតាមដានវីដេអូនេះដល់ចាប់មកខ្ញុំទាំងអស់គ្នាបងទាំងអស់គ្នាអញ្ចឹងនេះគឺជាទីធ្លានៅមុខផ្ទះប្រភេទផ្ទះវិឡាកូនកាត់ខ្នាតធំរបស់យើងផ្ទាល់ហ្មងដែលមានទំហំធំទលាយខ្លាំងណាបងទាំងអស់គ្នានិយាយទៅខ្ញុំហ៊ាននិយាយហ្មងប្រភេទផ្ទះវិឡាកូនកាត់អត់ដែលមានទំហំប៉ុណ្នេះទេសម្រាប់សាច់ផ្ទះនេះបានតែតឹងរហូតដល់5ម៉ែត្រ8ប្រើបាន6 10ម៉ែត្រសម្រាប់សាច់ដីវិញបានតែតឹង5ម៉ែត្រ8បានរហូតដល់7 10ម៉ែត្រកន្លះបងទាំងអស់គ្នាសល់ដីមុខផ្ទះហើយនៅសល់ដីខាងក្រោយផ្ទះទៀតងាយស្រួលក្នុងការបងធ្វើអីបានច្រើនខ្លាំងមែនតើបងទាំងអស់គ្នាមិនឃើញខាងក្រៅធំទលាយស្រឡះទេអត់ឥឡូវខ្ញុំជូនបងទាំងអស់គ្នាមកមើលខាងក្នុងផ្ទះម្ដងខាងក្នុងផ្ទះទីធ្លានេះគឺជាកន្លែងទទួលភ្ញៀវដែលមានទំហំទលាយស្រឡះខ្លាំងមែនតើបងប្រកាសជាឆ្ងល់ហើយខ្ញុំចេញវីដេអូហ្នឹងមកមិនផ្ទះទលាយស្រឡះអញ្ចឹងដោយសារផ្ទះនេះផ្ទះរបស់ភ្ញៀវហ្មងដែលយើងបកគលចុងខែហ្នឹងហើយបងទាំងអស់គ្នាអញ្ចឹងបងទាំងអស់គ្នាសម្រាប់ទូតាំងចាហៀងនេះគឺយើងផ្ដល់ជូនបងអញ្ចឹងដូចគ្នាហ្មងបាទយើងផ្ដល់ជូនបងមួយសែតអញ្ចឹងហើយបើផ្ទះបាយរបស់យើងធំទលាយស្រឡះអញ្ចឹងហ្មងបងបានឃើញអញ្ចឹងទូតាំងលើក្រោមយើងផ្ដល់ជូនបងមួយសែតអញ្ចឹងហ្មងហើយផ្ទះនេះយើងមាន3បន្ទប់គេនិង4បន្ទប់ទឹកហើយទៀតជូនបងទៅមើលប្រភេទបន្ទប់មេគ្រួសារថាធំទលាយស្រឡះប៉ុណ្ណាអញ្ចឹងបងអញ្ជើញមកមើលផ្ទះនេះអត់ខុសបំណងទេដោយសារតម្លៃល្អខ្លាំងណាស់នៅtrongវីដេអូនេះខ្ញុំនឹងជម្រាបជូនប្រភេទបន្ទប់គេមកយើងវិញខ្ញុំជូនបងទៅមើលប្រភេទបន្ទប់សមាជិកគ្រួសារវិញសមាជិកគ្រួសារគឺមានទំហំធំទលាយអញ្ចឹងណាបងប្អូនគ្នាហើយផ្ទះនេះពិសេសខ្លាំងណាស់គឺយើងមានគ្រានហាទៅខាងក្រៅដែលមានផ្ដល់ពលឺនិងខ្យល់ចេញចូលបានគ្រប់គ្រាន់នៅក្នុងបន្ទប់នីមួយហ្មងអញ្ចឹងបងប្អូនគ្នានេះជាបន្ទប់មេគ្រួសាររបស់យើងមានទំហំធំទលាយស្រឡះមែនតើណាបងប្អូនគ្នានេះអត់តតែគួរអីបងឃើញទេគឺស្រឡះខ្លាំងមែនតើបងអាចកែច្នៃបានច្រើនខ្លាំងមែនតើហើយយើងមានបន្ទប់ទឹកធំទលាយយើងមានបែងចែកកន្លែងសាមស្ងួតនិយាយទៅប្រភេទផ្ទះនេះតហ្មងគឺយើងគិតគូរដល់មែនតើសម្រាប់អ្នករស់នៅផ្ទាល់ហ្មងណាបងទាំងអស់គ្នាយើងចេញមកដល់កន្លែងវេអង្ដានេះបងទាំងអស់គ្នាគឺមានទំហំធំទលាយស្រឡះខ្លាំងមែនតើដែលបងអាចដាក់អង្គុយលេងញ៉ាំកាហ្វេឬក៏អានសៀវភៅបានផ្សេងហើយបងឃើញម៉ូដផ្ទះរបស់យើងប្រភេទផ្ទះវិឡាកូនកាត់នឹងប្លែកទេទី1គឺវាអាចជួយទប់កម្ដៅថ្ងៃហើយទី2វាអាចជួយផ្ដល់លំហូរខ្យល់ចេញចូលក្នុងបន្ទប់របស់យើងបានល្អខ្លាំងមែនតើបងទាំងអស់គ្នានៅខាងលើយើងមានមកបន្ទប់គេងទៀតប៉ុន្តែគ្រាន់តែចង់បង្ហាញកន្លែងចំណុចពិសេសមួយជូនបងទាំងអស់គ្នាតោះនេះគឺជាកន្លែងចំណុចពិសេសដែលខ្ញុំជំរាបជូនបងនៅក្រោមមុនហ្នឹងគឺបងទាំងអស់គ្នាសម្រាប់Sky បាននៅខាងលើនេះទំហំធំទលាយខ្លាំងណាស់បងទាំងអស់គ្នាបងអាចកែច្នៃធ្វើកន្ទប់គេងមួយទៀតហ្មងក៏បានដែរហើយបើសិនជាបងវាថាមានជាកម្មវិធីជួបជុំគ្រួសារចុងសប្តាហ៍ញ៉ាំសាច់អាំងឈៀលអីចឹងណាឡើងមកលើនេះគឺអែមមែនតើហ្មងដោយសារបងឃើញ space ធំទលាយស្រឡះខ្លាំងមែនតើអានេះថតជាប់ផ្ទះភ្ញៀវផ្ទាល់ហ្មងបងទាំងអស់គ្នាគាត់នៅហ្នឹងហើយអញ្ចឹងសម្រាប់បងដែលគាត់មានចំណាប់អារម្មណ៍ឥឡូវនេះយើងមានតម្លៃល្អលក្ខខណ្ឌនៃការបង់ប្រាក់គឺយើងបត់បែនទៅតាមអតិថិជនបានច្រើនហើយយើង free កាត់ប្លង់រងជូនបង 100% ថែមទៀតណាបងទាំងអស់គ្នាការចាប់លាក់ពីត្រយយករង្វាន់ជា Toyota Vigo ចំនួន2025ចំនួន1គ្រឿងថែមទៀតបងទាំងអស់គ្នាអញ្ចឹងបើសិនជាបងមានជាចង្អល់អាចធ្វើការឆាតសួរព័ត៌មានឬក៏បងអាចតាក់ទងតាមលេខទូរស័ព្ទដែលពួកយើងដាក់នៅលើវីដេអូនេះសូមអរគុណជួបខ្ញុំបាទគុណនៅវីដេអូក្រោយៗទៀត